Tiếp xúc bóng ôn ở khné nhom sầm náថ្ងៃនេះសំណាងនិយាយទិវាពុកពិភពលោកនៅថ្ងៃទី15ខែ6ឆ្នាំ2025ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាតែងតែគាំទ្រវីដេអូខ្ញុំកន្លងមកចឹងថ្ងៃនេះខ្ញុំនិយាយទិវាលោកឪពុកខ្ញុំមានបងប្រុសអ្នកក៏តែងតែជួយតម្រុបឲ្យខ្ញុំតាំងពីតូចរហូតដល់ឥឡូវនេះ20ឆ្នាំជាងតែគាត់ជាឪពុកលើកទី2របស់ខ្ញុំផងដែរហើយក៏បានស្លាប់ចោលខ្ញុំរយៈពេល1ឆ្នាំហើយបងប្អូនអរគ្នាខ្ញុំតែនឹករលឹកគាត់ជារៀងរាល់ថ្ងៃគ្រប់ពេលវេលាគ្រប់នាទីខ្ញុំតែយកសបិនគាត់រយប់រាល់ថ្ងៃពេលខ្លះក៏បានឃើញពេលខ្លះយើងក៏អត់ឃើញដែរពេលខ្លះថ្ងៃសិលខ្ញុំអត់ឃើញគាត់រាល់ថ្ងៃគាត់ជួយខ្ញុំតាមបន្តខ្ញុំអរគុណតែខ្ញុំមិនតបអរគុណគាត់ទៅត្រឡប់ទៅវិញសង្ឃឹមថាថ្ងៃណាមួយយើងនឹងជួបគ្នាគ្រប់ជាតិទោះពេលវេលាច្រើនយូរប៉ុណ្ណាច្រើនឆ្នាំរាល់ឆ្នាំក៏ដោយនៅក្នុងពិភពលោកមួយនេះផងដែរថ្ងៃណាមួយខ្ញុំនឹងអាចជួយគ្រួសាររបស់ខ្ញុំនឹងរីកចម្រើនហើយនឹងឪពុកម្ដាយគាត់នឹងមានរីកចម្រើនហើយខ្ញុំនឹងជួយគ្រួសារបងប្អូនទាំងអស់ឲ្យមានលុយច្រើនក្នុងគ្រួសារថ្ងៃណាមួយថ្ងៃនេះខ្ញុំមិនទាន់ជោគជ័យតែប្រហែលឆ្នាំទៀតខ្ញុំនឹងអាចជោគជ័យផងដែរខ្ញុំចាប់ផ្ដើមរកស៊ីពីតូចទៅធំខ្ញុំមិនអាចរកស៊ីពីធំមកតូចទេខ្ញុំចំណាយតិចតែខ្ញុំបានច្រើនហើយវីដេអូខ្ញុំទៅដល់ទីបញ្ចប់ផងដែរគុណបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយ5ខែមិថុនាឆ្នាំ2025ហើយខ្ញុំសំណើសូមអរគុណដល់បងប្អូនទាំងអស់គ្នាតែងតែគាំទ្រផលិតវីដេអូរបស់ខ្ញុំផងដែរចឹងថ្ងៃនេះខ្ញុំសូមអរគុណដល់ប៉ាបងប្រុសទូបងប្រុសមិននៅសង្ឃឹមថាបងប្រុសនៅតាមថែរក្សាអូនជារហូតថ្ងៃណាមួយយើងនឹងជួបគ្នាវិញទូបងដូចឈ្មោះថ្មីឬគូកើតបងជាមនុស្សប្រុសមនុស្សស្រីអូននឹងធ្វើវីដេអូល្អហើយសូមឲ្យបងប្រុសនៅតាមថែរក្សាអូនជារៀងរហូតទូបងនៅភពក្រៅគ្នាក៏ដោយទោះយើងនៅឆ្ងាយគ្នាប្រមាណក៏ដោយបងនៅថែរក្សាអូនរហូតសង្ឃឹមថាថ្ងៃណាមួយយើងនឹងជួបគ្នាជាតិថ្មីនឹងវែងទោះយើងការប្រមាណជាតិក៏យើងនៅតែបងប្អូនគ្នារហូតគ្រប់ជាតិចឹងវីដេអូខ្ញុំគឺបានបង្ហាញដល់បងប្អូនទាំងអស់គ្នាតែងតែគាំទ្រសំណាងទាំងអស់គ្នានឹងក្រៅប្រទេសខ្ញុំធ្វើផលិតវីដេអូដែលខ្ញុំស្រឡាញ់នឹងការតស៊ូរបស់ខ្ញុំរហូតថ្ងៃណាមួយខ្ញុំនឹងផលិតវីដេអូស្តង់ដារគុណភាពដល់បងប្អូនទាំងអស់គ្នាសុខនឹងក្រៅប្រទេសដែលតាមដានសំណាងរហូតមកសង្ឃឹមថាបងប្អូននៅតែគាំទ្រខ្ញុំរហូត